អាគុំសមមកយកម៉ែទោះមីអូនរៀនបកែខ្លាំងយ៉ាងណាក៏ដោយយើងកុំចោលអាផ្លូវងឹតទៅម៉ែហើយបងយកធុកតាណាដែរយកមីអូនយកទៅជួលលោកតាបន្តិចហ្នឹងអូតែរៀនបកែជាប់ហ៎បងហេអត់មានរឿងខ្លាចធ្លាក់អេខ្លាចវាមិនបាននេះទេអេអត់មានដូចកូនគេសភៅនឹងដៃជាប់រហូតចូលបន្ទប់ទឹកក៏កាន់សភៅដល់ថ្នាក់វាដេក10000ក៏វាកាន់សភៅដែរហើយបើយាយវាវិញណាគាត់នៅលើតាចៅចិត្តប្រឡងយំរាល់តែយប់ឃើញយំទៀតហ៎គេធ្វើគាត់គេទៅយំខ្លាចចៅមិនបាននេះទេអេម្សិលមិញនាំទៅស្រោចទឹកឥឡូវនាំមកមើលទៀតអូមីអូនហ្នឹងនៅខាងស្រុកខ្ញុំតាអាយុប្រហែលជា60ហើយចាបកែណាបកែកែអីវិញអូនអារបៀបដូចខុសខាងនេះខាងនោះដូចមីអូនកូនមីអញ្ចឹងបកែណាអេកូនខ្ញុំមានខុសអីអេអត់មានខ្លាចជាប់ធ្លាក់អេខ្លាចវាមិនបាននេះទេអេអេទៀតមិនអេមិនបើសភៅជាប់ដៃចំណិចអូបច្រាស់ក៏មើលបានដែរកូនមីងមិនបាច់ចាំមកសួររឿងកូនអញជាប់ធ្លាក់ឯងទោះតែវាធ្លាក់ក៏អញឲ្យវារៀនបញ្ញាបាត់រងដែរយាយចាំផងតាលឿនណាអាគុំសមមកយកម៉ែទោះមីអូនរៀនបកែខ្លាំងយ៉ាងណាក៏ដោយយើងកុំចោលអាផ្លូវងឹតទៅម៉ែញ៉ាលួយកបងឲ្យធូបម្ដុំទៀនពីដើមមកចាបងហើយបងយកធុកតាណាដែរយកមីអូនយកទៅជួលលោកតាបន្តិចហ្នឹងហើយកូនមកអញកាត់អីមានកាត់អីវាចិត្តប្រឡងបាក់ដប់នោះអូមកល្មមមកកូនមកអូយកគាត់ទៅស្រោចទឹកហ៎បងហ្នឹងអូតែរៀនបកែជាប់ហ៎បងហេកុំមកនិយាយរឿងជាប់ធ្លាក់អត់មានរឿងខ្លាចធ្លាក់អេខ្លាចវាមិនបាននេះទេអេនិយាយរឿងខ្លាចធ្លាក់មិនមើលអត់មានដូចកូនគេសភៅនឹងដៃជាប់រហូតបាយក៏កាន់សភៅចូលបន្ទប់ទឹកក៏កាន់សភៅដល់ថ្នាក់វាដេក10000ក៏វាកាន់សភៅដែរកូនគេចិត្តប្រឡំមកនិយាយរឿងធ្លាក់អីកុំវត្តអំបិលប្រហុកម៉េះគេខ្លាចវាមិនបាននេះទេអេនេះហើយបើយាយវាវិញណាគាត់នៅលើតាចៅចិត្តប្រឡងយំរាល់តែយប់ឃើញយំទៀតគេធ្វើគាត់គេទៅយំខ្លាចចៅមិនបាននេះទេអេមកឡើងមកកូនឡើងមកកដាមហើយអាការទៅស្រោចទឹកគេអូយទៅទៅអីតែជាប់ក៏គ្មានលុយរៀនតដែរតែបើកូនអញបើថាបាននេះទេអេកាដូគឺបរិយកាដូគេបងផ្ទះវីឡាកូនកាត់នៅបរិយភ្នំពេញសុកសាននៅព្រែកឯងយើងនេះហើយមិនទាន់ប្រឡងផងហ្នឹងនិយាយតែប្រឡងឲ្យនាំវាទៅអីអញឆាតួតម្លៃគេហើយឡើងមកកូនមកយាយនឹងអោបពីក្រោយយ៉ាធ្លាក់ចៅហើយម៉ែមិនឡើងមកអូយដល់ជីមិនទៀតនោះអញថាវាខ្ជិលចេញឡានមកម៉ែឡើងមកប្រជាទៀតមីអូនខិតមកមុខមកម៉ែតោងឲ្យជាប់ធ្លាក់អីយាយយ៉ាអោបជាប់ហ៎កូនមកមើលផ្ទះមកមើលគេកំពុងពុកគ្រឹះអញ្ចឹងបានដឹងតែផ្ទះមិនវាមិនញ៉ាក៏ទេមកអូអាឡូទៅផ្ទះទៅយាយនៅនឹងតាយាយនៅផ្ទះតើអញឡើងមកពេញមួយម៉ែអូនហើយល្ងាចបានអញត្រឡប់ទៅវិញមកមើលផ្ទះឲ្យគេកាដូប្រឡងបាក់ដប់ហ៎បើថាយើងថាចាំប្រឡងហើយចាំមកមើលគេមិនព្រមអូកាដូនេះទេអេអើបើថាមិនបាន AB ក៏ទិញឲ្យកូនដែរបរិយភ្នំពេញសុកសានព្រែកឯងចឹងបានទេអូនទុកសភៅមើលតែមកផ្លែសិនណាកូនអីអ្នកមីងរៀបសួរចាជំរាបសួរកូនបាទអញ្ជើញមកមកអ្នកមីងមកពីអ្នកកូនហ្នឹងអូមិនចូលតាមខ្លងទ្វារថ្មីទេចាណាឡានទុកឯណានឹងក្បែរហ្នឹងអូបាទហើយនេះកូនមកក្របហ្នឹងចាម្សិលមិញនាំទៅស្រោចទឹកឥឡូវនាំមកមើលផ្ទះមីអូនហ្នឹងចាស្រោចមិញស្រោចទឹកចាស្រោចនៅលោកក៏ស្រោចមិនស្រោចលងចាអ្នកមីងនេះនៅខាងស្រុកខ្ញុំ
គាត់មិនលោកទេតាអាយុប្រហែលជា60ហើយ ចា ប៉ាកែណា ចា ដូចជា3គីឡូពីផ្ទះខ្ញុំប៉ាកែ កែអីវិញអូន អារបៀបដូចខុសខាងនេះខាងនោះដូចអូនកូនមីងអញ្ចឹងប៉ាកែណា អេកូនខ្ញុំមានខុសអី អូកូនអ្នកមីងមានខុសអីខុសខាងណាអីទេខ្ញុំ កូនខ្ញុំមានខុសអី អាយុអ្នកមីងថាមិនសមនាំទៅស្រោចទឹក វាចិត្តប្រឡងបាក់ដប់ អូអូនគេប្រឡងមកដប់អញ្ចឹង ចា អូស្រោចទឹកឲ្យជាប់ហ៎ អេអត់មានខ្លាចជាប់ធ្លាក់ខ្លាចវាមិនបានទេអេ អេទៀត មិនអេមិនបើសភៅជាប់ដៃចនិច អូបច្រាស់ក៏មើលបានដែរកូនមីង អូយវាឆ្អិនអស់ហើយហ្នឹងសំបីតែវាបោះឡើងលើក៏វាអានអសរពីលើខ្យល់លើមេឃហ្នឹងក៏បានដែរ អូអូនគេ វាឆ្អិនខ្លាំងពេកហើយហ្នឹង អូនទៅខាងផ្លូវនោះចឹង ចា យកនេះផ្លូវមើលពីចម្ងាយដឹង វាមើលចាំអស់ហើយអូនអានេះគាត់មើលធัวបន្ថែមទេ អូបាទអូចុងអ្នកមីងមកមើលទាំងកាដូសម្រាប់អូនប្រឡងបាក់ដប់អញ្ចឹង ចា ឲ្យតែបានទេអេទិញឲ្យហើយ អេក៏ដោយពីក៏ដោយទិញឲ្យឯងទាំងអស់ អូកូនយើង ចា អញ្ចឹងជួយមកមើលអ្នកមីងបាទ មកកូនម៉ាក់ មកអ្នកមីងចូលមកតាមខ្លងវាមែនអាហ្នឹងខ្លងវាថ្មីណាមីងណា ចា ខ្លងវាថ្មីប៉ុន្តែគេហៅខ្លងវាទី1ដោយសារតែយើងចូលមកខ្លងវាថ្មីហ្នឹងដល់មុនគេហើយនេះវងទៅនេះចាក់នេះចូលទៅដល់ប្លុកចាស់ខ្លងវាចាស់នៅខាងនងបាទហើយមីងនេះសួននេះចាក់ទៅក្នុងហ្នឹងសួនហ្នឹងពាត់មកគឺថាប្លុកចាស់ប្លុកថ្មីគឺផ្លូវខ្វាត់ខ្វែងជាមួយគ្នាទេ ចា ហើយប្រភេទផ្ទះមីងនេះមើលទៅឆ្វេងដៃយើងនេះអាហ្នឹងវីឡាកូនកាត់2បន្ទប់គេង អូ បាទអានៅខាងស្ដាំដៃនេះអាហ្នឹងប្រភេទផ្ទះអឺ0 2បន្ទប់គេង ចា នេះហើយបោះអាខ្វាត់ខ្វែងទៅទៅរកសួនអីហ្នឹងតើកាច់ទៅប្លុកចាស់អាហ្នឹងគឺសុទ្ធតែអឺ0 2បន្ទប់គេង ចា ហើយវីឡាកូនកាត់យើងមានអា2បន្ទប់គេងនិង3បន្ទប់គេង ពីបន្ទប់គេនិង3បន្ទប់គេ បាទ3បន្ទប់គេងនៅខាងនេះបាទចូលទៅខាងនេះ ចា អាប្លុកចាស់នោះអាវីឡាកូនកាត់លក់អស់ហើយ ចា ហើយនេះកំពុងតបុកគ្រឹះនេះអាដីនេះមានគេណា ចា ខ្វាត់ខ្វែងគឺថាសកម្មរងថ្ងៃមានអាបុកគ្រឹះមានអាប៊ីមានអាបុកមានអាដីគាត់ឃើញចិត្តអស់ដីក្នុងគម្រោងនេះ ចាអូន មានគ្រប់ប្រភេទទេចឹងបានតែអ្នកមីមើលតមកវាស្រួលចឹង ចា ហើយត្រូវណាពេលអូនឡើងមករៀនពេញឬក៏ចាញ់ធ្វើការទៅនៅពេញម្ដងកោះពេជ្រក៏រៀននៅកណ្ដាលពេញហ្នឹងគឺថាត្រូវណាស់ ចា បាទផ្លែតជាមួយនឹងនេះប្រេកឯងយើងហ្នឹង ចា ក៏មានណាទៅចិត្តជាងផ្ទះណាទៅចិត្តជាងប្រេកឯងទៅទេវាអស់ត្រឹមហ្នឹងហើយ ចាអូន បាទ ណាមួយវាផ្លូវទៅស្រុកមីងផង អូផ្លូវជាលេខ1ហ្នឹងមីងណា ចា ហ្នឹងហើយអើនិយាយចឹងអូនប្រញាប់ចូលរស់នៅអត់ អូមិនអីទេមិនសូវ ដោយសារតែ ទេ យើងមានច្រើនប្រភេទទេ អញ្ចឹង ចង់បានអាសាងឲ្យទិញភ្លាមចូលនៅភ្លាមអាកំពុងប៊ីកំពុងបោកកំពុងដៃកឬក៏មើលអាកំពុងបោកគ្រឹះក៏បានដែរអាកំពុងបោកគ្រឹះគឺថាយើងទទួលបានតម្លៃពិសេសជាងមួយទីលក្ខខណ្ឌគឺថានេះបងតែប្រាក់ដើមអត់ការប៉ាក់រហូតដល់ផ្ទះសាងរួច អញ្ចឹង ហ្នឹងចឹងមកថាបើមិនប្រញាប់មើលអាកំពុងបោកគ្រឹះ ចា ហ្នឹងប៉ុន្តែបើថាបញ្ញាចូលរស់នៅនេះទៅមើលអាសាងសង់ហើយ អាសាងសង មានគ្រប់ប្រភេទឲ្យទាំងអស់ អូច្រើនណាស់សម្រាប់យើងជ្រើសរើសណា ហ្វ្រីជាមួយនឹងទូតាំងបន្ទប់ភ្ញៀវទូតាំងផ្ទះបាយទូតាំងបន្ទប់គេង អូហ្វ្រីទៀត ហ្នឹងហើយកាត់ប្លង់រឹងជូន100%មិនថាតិចដៃឬក៏បងលួសទេ កាត់ប្លង់រឹងឲ្យ បា ទៀ ទ ត ហើយនេះកម្រងទី9ណាមីងកំណុកចិត្តណា អាហ្នឹងកំឡុងទី កម្រងទី 9 9កម្រងទី10នៅផ្លូវ50ម៉ែត្រ អូ កម្រងទី8ចការដោអានោះបាត់ការលក់ចូលមួយឆ្នាំឡើយហើយ អូ កម្រងទូលបារោនោះគឺថាអាកម្រង7បាត់ការលក់មកវិញឲ្យឥឡូវគឺបុកគ្រឹះអាឆ្លងផ្លូវមួយគ្នានោះអានោះនេះអានោះកម្រង7ទៅបន្តទៀតទេ ចាអូ នេះទំនុកចិត្តគឺត្រង់ហ្នឹង អូ ដល់ឲ្យចាំមើលនេះអឺតារ៉ូឬក៏ចាំមើលអានេះអាវីឡាកូនកាត់ ដឹងមិនទេចាំមើលកូនឆ្លាញ់ណាឲ្យយកអាហ្នឹងត្មង អញ្ចឹងជួយមកមើលទៅអញ្ចឹ ចា ង មកកូនមកចាអាណាក៏ដោយមិនបាច់ចាំមកសួររឿងកូនអញជាប់ធ្លាក់ទេទោះតែវាធ្លាក់ក៏អញឲ្យវារៀនបញ្ញាបាត់រងដែរពីព្រោះអញមានលុយឲ្យវារៀនកុំឲ្យអញដឹងអារឿងសួររឿងកូនអញជាប់ធ្លាក់អសោះហើយចាសាំងអញមកលេតមកមិនគាត់តែជាប់បាក់ដប់បានមានអនាគតទេមានអាណាគេមកសួរនាំរឿងកូនអញជាប់ធ្លាក់អត់ទេមួយថ្ងៃហ្នឹង មានណាគេសួរនាំបង កុំឲ្យអញដឹងឲ្យសោះអាអ្នកសួរនាំហ្នឹងប្រាប់ឲ្យហើយ បងឯងលឺទៅភ័យឲ្យកូនបានអីដល់ពេលទៅធ្លាក់ អាថ្ងៃប្រឡងហ្នឹងបងអូនវាឈឺវាមិនសូវស្រួលខ្លួនណាមួយវាភ័យវាមិនដែលទ្រាំប្រឡងបាក់ដប់នោះហើយយើងទៅបន្តកូនដូចកើត នេះកូនណាធ្លាប់ប្រឡងបង ចង់មើលផ្ទះឬក៏ចង់បានផ្ទះឲ្យកូននៅចិត្តពេញចិត្តកោះពេជ្រកោះនារីអីនេះអញ្ជើញមកមើលបរិយាភ្នំពេញសុកសានព្រែកឯងមកព្រោះថាមានច្រើនជំរឿច្រើនប្រភេទផ្ទះណានៅអមជាមួយនឹងខ្លោងទ្វារចាស់ខ្លោងទ្វារថ្មីជាប់ក្នុងផ្លូវរត់ខាងមុខនេះអាហ្នឹងប្រភេទផ្ទះសពហៅដែលហៅថាផ្ទះអាជីវកម្មអាចប្រកបមុខរបររកស៊ីបានព្រោះអានៅអមជាមួយនឹងខ្លោងទ្វារចាស់គឺនៅសល់តែប្រមាណផ្ទះទេជីចូលតាមខ្លោងទ្វារចាស់ចូលមកនេះកាច់មកឆ្វេងកាច់មកស្ដាំបុកមករកសួនកាច់មកប្លុកថ្មីនេះគឺសុទ្ធតែប្រភេទផ្ទះអឺ0 2បន្ទប់គេងបាទនៅអមតាមផ្លូវចូលពីខ្លោងទ្វារថ្មីមកនេះប្រភេទផ្ទះអឺ0
រដែរប៉ុន្តែសរោបាត់គ្រប់4បន្ទប់គេងហើយមកខាងនេះគឺវីឡាកូនកាត់2បន្ទប់គេងនិង3បន្ទប់គេងបាទវីឡាកូនកាត់3បន្ទប់គេងនៅប្លុកចាំងគឺថាគេទិញអស់ហើយមានអាប្រភេទផ្ទះសាងសង់ហើយទិញភ្លាមចូលនៅភ្លាមទិញព្រឹកចូលនៅល្ងាចមានអាកំពុងប៊ីកំពុងបោកកំពុងដេកបងប្អូនឃើញស្រាប់នេះកំពុងឡើងទៅសឡើងធ្នឹមហើយងាកមកខាងនេះវិញគឺកំពុងតែបុកគ្រឹះនេះចិត្តអស់ដីនៅក្នុងគម្រោងទីដល់គម្រោង9ហ្នឹងបើសិនជាបងប្អូនអត់បញ្ញាប់ចូលរស់នៅទេមើលអាកំពុងបុកគ្រឹះអានេះគឺថាទទួលបានជាមួយនឹងតម្លៃពិសេសបងមលុះតែប្រាក់ដើមអត់ការប្រាក់រហូតដល់ផ្ទះសាងសង់រួចហើយសម្រាប់ទីតាំងគឺស្ថិតនៅលើផ្លូវជាតិលេខ1ម្ដុំក្បាលកោះព្រែកឯងច្បារអំពៅបើយើងចេញពីផ្សារព្រែកឯងមកត្រឹមតែ3នាទីទេបើចេញពីសុបស្រាបៀរ Tiger មកត្រឹមតែ500ម៉ែត្រនៅស្រាមដៃសម្រាប់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ឬក៏ចង់បានព័ត៌មានលម្អិតបន្ថែមអាចឆាតមកពេចក្រុមហ៊ុនក៏បានដែរនេះបរិយាភ្នំពេញសិក្សានឹងពេចក្រុមហ៊ុនអរគុណច្រើន